តម្លៃហាញឆេងមាសមានការធ្លាក់ចុះយ៉ាងខ្លាំងស្របពេលតម្លៃប្រេងឆៅមានភាពស្ទាក់ស្ទើរនិងទីផ្សារស្តុកភាគហ៊ុនមានការធ្លាក់ចុះតិចតួចសួស្តីទៅកាន់បងប្អូនទាំងគ្នាចាយើងឃើញថាតម្លៃមាសបានធ្លាក់ចុះខ្លាំងមែនតើកាលពីយប់មិញគឺបានធ្លាក់ចុះរហូតដល់តម្លៃ$4,500នៅក្នុងមួយអោនបើយើងគិតជាតម្លឹង$5,421នៅក្នុងមួយតម្លឹងនៅក្នុងទីផ្សារអន្តរជាតិរបស់យើងចាយើងឃើញថាតកតងជាមួយនឹងតម្លៃទីផ្សារមាសមានការធ្លាក់ចុះបែបនេះគឺយើងមើលឃើញថាពាក់ព័ន្ធជាមួយទៅនឹងมันមានជាពងមានអីខ្លាំងដែលរុញច្រានឲ្យតម្លៃមាសធ្លាក់ចុះបែបនេះទេបើយើងរកដល់គឺយើងតែងតែក៏លេខមើលតកតងជាមួយនឹងតម្លៃចាទីផ្សារប្រេងឆៅក៏ដូចជាទីផ្សារភាគហ៊ុនផងដែរប៉ុន្តែការពីម្សិលមិញតម្លៃចាតកតងជាមួយនឹងតម្លៃប្រេងឆៅគឺយើងឃើញថាមានការប្រែប្រួលតិចតួចដែលវាបានប្រែប្រួលនៅចន្លោះ90ទៅ$100នៅក្នុងមួយបារ៉ែលតែប៉ុណ្ណោះស្របពេលតកតងជាមួយនឹងទីផ្សារស្តុកភាគហ៊ុនគឺមានការធ្លាក់ចុះដែរប៉ុន្តែគឺធ្លាក់ចុះនៅក្រោម1%ឯងបងប្អូនទាំងគ្នាដែលជាតម្លៃមួយដែលយើងមិនមានការព្រួយបារម្ភទេប៉ុន្តែយើងក៏លេខទៅមើលតម្លៃមាសគឺបានធ្លាក់ចុះមកខ្លាំងមែនតើអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានគណនីជួញដូរទៅលើតម្លៃមាសកាលពីម្សិលមិញពួកគាត់ធ្វើការតាមទិញទៅលើតម្លៃអញ្ឆេងមាសគឺគាត់ប្រកាសជាប៉ះទៅលើ stop loss ច្រើនខ្លាំងមែនតើហើយបើសិនជាបងប្អូនដែលគាត់អត់ដាក់តាក់ទងជាមួយនឹង stop loss ទេចាគាត់អាចនឹងប្រឈមទៅលើការដាច់គណនីបានផងដែរបងប្អូនទាំងគ្នាហើយបើសិនជាបងប្អូនដែលគាត់ធ្វើការចាទិញលក់ទៅលើមាសគីឡូគឺគាត់ភ័យមិនស្ទើរឯងបងប្អូនទាំងគ្នាបើសិនជាគាត់ទិញនៅតម្លៃខ្ពស់ហើយមាសបានធ្លាក់ចុះបែបនេះអញ្ចឹងពួកគាត់បើសិនជាពួកគាត់មានភាពភ័យខ្លាចហើយពួកគាត់យកមាសទៅលក់ទាំងពេលដែលមាសកំពុងធ្លាក់ចុះខ្លាំងហ្នឹងក៏ពួកគាត់ប្រឈមជាមួយនឹងការខាត់បងដូចគ្នាដែរបងប្អូនទាំងគ្នាហើយសម្រាប់ការជួញដូរទៅលើតម្លៃឆេងមាសកាលពីម្សិលមិញសម្រាប់បងប្អូនដែលគាត់នៅក្នុងក្រុម channel របស់ខ្ញុំក៏គាត់មានការខាត់បងដែរដោយសារតែយើងកាលពីម្សិលមិញគឺយើងតាមទិញទៅលើតម្លៃមាសបងប្អូនទាំងគ្នាប៉ុន្តែយើងក៏បានធ្វើការ recover ត្រឡប់មកវិញដែរនៅពេលដែលតម្លៃមាសបានធ្លាក់ចុះមកដល់តម្លៃ$4,500នៅក្នុងមួយអោនក៏យើងបានធ្វើការទិញដើម្បី recover ត្រឡប់ទៅវិញដែរបងប្អូនទាំងគ្នាសម្រាប់បងប្អូនដែលគាត់នៅក្នុងក្រុម channel របស់ខ្ញុំកាលពីម្សិលមិញគឺយើងបានធ្វើការប៉ះ stop loss គឺយើងបានធ្វើការទិញតាំងពីតម្លៃ$4,800 $4,700បងប្អូនទាំងគ្នាប៉ុន្តែបន្ទាប់មកក៏យើងបានធ្វើការដាក់ stop loss តម្លៃអញ្ចឹងនេះក៏បានប៉ះទៅលើ stop loss របស់យើងក៏យើងធ្វើការរងចាំសិនអញ្ចឹងនៅពេលដែលតម្លៃនេះបានធ្លាក់ចុះមកដល់តម្លៃ$4,500ក៏យើងឃើញថាមានសញ្ញាដែលយើងអាចធ្វើការទិញត្រឡប់ទៅវិញអញ្ចឹងបងប្អូនដែលគាត់នៅក្នុងក្រុម channel របស់ខ្ញុំក៏ពួកគាត់បានធ្វើការទិញត្រឡប់ទៅវិញដូចគ្នាដែរប៉ុន្តែបើសម្រាប់បងប្អូនដែលគាត់នៅក្នុងការទិញលក់ទៅលើមាសគីឡូមិនដឹងថាគាត់បានទិញអត់ទេព្រោះដោយសារតម្លៃមាសបានធ្លាក់ចុះនៅពេលយប់បងប្អូនទាំងគ្នាចាអញ្ចឹងតកតងជាមួយនឹងការទិញលក់ទៅលើមាសនៅក្នុងពេលបច្ចុប្បន្ននេះបងប្អូនត្រូវមានការប្រុងប្រយ័ត្នបងប្អូនទាំងគ្នាសម្រាប់ការទិញគឺខ្ញុំមើលឃើញថាយើងអាចធ្វើការទិញលក់ខ្លីៗបានហើយកុំធ្វើការទិញទុករយៈពេលវែងពេកបងប្អូនទាំងគ្នាចាអញ្ចឹងសម្រាប់បងប្អូនទាំងគ្នាដែលគាត់ចង់ធ្វើការបើកគណនីនៅក្នុងការកក់ជាមួយនឹងតម្លៃអញ្ឆេងមាសនាពេលបច្ចុប្បន្នបងប្អូនអាចធ្វើការតំណងសាកសួរព័ត៌មានបន្ថែមបានបងប្អូនទាំងគ្នាអញ្ចឹងសម្រាប់តម្លៃអញ្ឆេងមាសនៅពេលបច្ចុប្បន្ននេះគឺខ្ញុំមើលឃើញថាអាចនឹងប្រែប្រួលនៅចន្លោះខ្ទង់$4,500នៅក្នុងមួយអោនទៅតម្លៃ$4,800នៅក្នុងមួយអោនណាបងប្អូនទាំងគ្នាអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានគណនីជួញដូរទៅលើតម្លៃអញ្ឆេងនេះគាត់អាចធ្វើការត្រៀមទិញម្ដងទៀតបានបងប្អូនទាំងគ្នានៅតម្លៃ$4,500ទៅ$4,600នឹងបងប្អូនទាំងគ្នាហើយសម្រាប់ការលក់ចេញវិញបងប្អូនអាចធ្វើការរងចាំមើលនៅតម្លៃ$4,800ទៅ$4,900នៅក្នុងមួយអោនបានចាអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមខ្ញុំនឹងធ្វើការអាប់ដេតចូលទៅក្នុងក្រុម channel របស់ខ្ញុំហើយសម្រាប់បងប្អូនដែលគាត់ចង់ធ្វើការបើកគណនីកក់ជាមួយនឹងតម្លៃអញ្ឆេងមាសចាបងប្អូនអាចធ្វើការតំណែងកាន់ Telegram របស់នេះខ្ញុំដាក់នៅខាងលើនឹងបានដូចគ្នាផងដែរចាបាយបាយ